បាទសមងក្រោយមកក៏ឃើញថាពួកគេនឹងបាយណៃគ្នារួចអស់ល្មមហើយឈូសៀវក៏មានរឿងពឹងនាងទីរីដោយគេត្រូវការសាកសពរបស់អ្នកដែលមានរាងកាយអមតៈបុរាណហើយនឹងចំនួនគម្ពីរវិជ្ជាគុណដ៏ច្រើនហ្វយៀនក៏ឆ្លើយអូខេទៅប្រហែលថ្ងៃក្រោយមកគេក៏មកសង្ងំវឹកហាត់និងអង្គុយនឹកចែកចាយលួថារកអ្នកឃើញសោះស្រាប់ពេលក៏ស្រាប់តែហ្វយៀននឹងប្រតិចាំអ្នកទៀតម្ដងល្មមនាងណែនាំខ្លួនថាជាវៃនីងឈូសៀវរាក់ទាក់រួចហើយក៏សួរថានាងពិតជាមានព័ត៌មានអំពីសាកសពរាងកាយអមតៈបុរាណមែនវៃនីងក៏រៀបរាប់ប្រាប់ទៅថាកាលពី100ឆ្នាំមុននាងត្រូវបានហុំពិតទៅដោយពពួកបិសាចហើយប៊ីតែត្រូវបានពួកវាសម្លាប់សំណាងល្អបានតែជិននៅកន្លែងចន្លែកមួយធ្លាក់ចូលទៅក្នុងជ្រនឹងហើយក៏ទៅដល់នៅកន្លែងមួយទៀតពោពេញទៅដោយទឹកពើលឿងជាមួយរាងកាយមនុស្សម្នាក់កំពុងសមាធិហើយពេលដែលពពួកបិសាចបានមកតាមសម្លាប់នាងទៀតក៏ត្រូវបានមនុស្សអាចកំបាំងម្នាក់នឹងជួយប្រើទឹកពើលឿងទៅសម្លាប់អបិសាចមួយនឹងបាត់ហើយពេលនោះនាងអត់ទាន់ដឹងទេថាទឹកពើលឿងគឺជាអីប៉ុន្តែឡោទើបដឹងថាវាគឺជាឈាមរបស់រាងកាយអមតៈបុរាណឈូសៀវក៏យល់ថាបើតាមពាក្យសម្ដីរបស់នាងមានភាគរយច្រើនមែនទែនដែលវាគឺជាការពិតបែបនេះក៏សួរពីទីតាំងជាលក្ខរបស់កន្លែងមួយនោះនាងចាំអត់ច្បាស់នោះទេរវល់តែរត់យុប្រាយយុប៉ុន្តែអាចស្មានដឹងថានៅម្ដុំដារួចក៏បង្ហាញផែនទីទៅឈូសៀវនិងចង្អុលទីតាំងប្រាប់គេទៅឈូសៀវក៏សម្ដែងការអរគុណទៅកាន់ព្រឹទ្ធាចារ្យវៃninhនិងផ្ដាំផ្ញើហ្វៃយៀនកុំភ្លេចឲ្យរង្វាន់ព្រឹទ្ធាចារ្យវៃផងបានព័ត៌មាននេះភ្លាមគេក៏ចាប់ផ្ដើមរៀបគម្រោងផ្លេតជាពិសេសនៅថ្ងៃស្អែកគឺដល់ពេលអ្នកមីងលួគ្រប់គ្រងរាងកាយម្ដងចែងត្រូវទៅរកវិធីធ្វើនាងអៀនឲ្យបានដេកគិតសោកក៏តែឃើញចែកចាយហួរកំពុងដើរកាត់កន្លែងនឹងល្មមបែបនឹងអ្នកទាំងពីរក៏ទៅនិយាយគ្នាលេងទៅឈូសៀវ9នាងអង្គុយកន្លែងមួយហើយក៏ប្រាប់ថាគេមានកាដូអោយឬហើយនាងរំពឹងទុកភ្លេតមានរបស់ល្អអីមែនឈូសៀវក៏ទៅដកយកនៅផ្លែឈើទឹកជំនួយសម្រាប់ឲ្យនាងមួយហើយក៏ទៅនិយាយពាក្យផ្អែមល្ហែមអីដាក់នាងទៅហើយចៃដន្យមែនទែនចែកចាយឈិងយូក៏មកដល់ល្មមហើយក៏ញញឹមខ្ជិបព្រោះដឹងថាឈូសៀវពិតជាស្រឡាញ់ស្រីដែលមានអាយុច្រើនជាងចែកចាយហួរក៏មានកាដូជូនគេវិញដែរដឹងថាឈូសៀវកំពុងតែស្វែងរកនៅវិជាគុណក្រមភេទនាងក៏បកលនៅបន្តងត្បូងមួយដែលក៏ត្រាទុកនៅកម្ពុជាវិជាគុណប្រចាំបកថៃស៊ូឈូសៀវទទួលយករួចក៏សន្យាថានឹងរក្សាទុកជាការសម្ងាត់មិនឲ្យបែកធ្លាយឡើយព្រោះគេដឹងវិជាគុណមួយនឹងគឺមានតែមេបកប៉ុណ្ណោះទើបមានគុណសម្បត្តិដើម្បីរៀនហើយភ្លាមវាក៏ទៅទាញដៃនឹងមេបកយំអោបសរសើរថាចែកចាយឯងពិតជាល្អមែនមិនត្រឹមតែអោបនោះទេគឺទៅលួចថើបធ្វើបើនាងទៀតធ្វើឲ្យមេបកអៀនឡើងមុខក្រហមឈូសៀវបញ្ញាប់ទៅសំទៅគឺមកពីចែកចាយឯងស្អាតខ្លាំងពេកខ្ញុំត្រឹមអត់បានហើយវាក៏បន្តអូសកាឡាមើលទៅប្រហែលជាបានមួយទៀតហើយកាយស្អែកមកដល់គឺជាថ្ងៃដែលត្រូវជួបជាមួយនឹងអ្នកមីងលួអញ្ចឹងវាក៏ទៅរៀបចំក្បាច់គុណញ៉ែព្រោះដឹងថាអ្នកមីងលួគឺខុសពីមនុស្សស្រីដទៃឧទាហរណ៍អ្នកគ្រូរបស់គេគឺជាមនុស្សឆ្នះហើយខ្មើទៀតអញ្ចឹងគឺត្រូវការបង្ខំប៉ុន្តែថ្នមឯចែកចាយហួរគឺត្រូវធ្វើជាមនុស្សស្មោះត្រង់ប៉ុន្តែក្បាលរឹងវៃយានវិញមិនបាច់និយាយទេគឺស្រួលជាងគេហ្មងទុកគេដូចជាមេអញ្ចឹងហើយបើជាមួយចែកចាយលួគឺតម្រូវឲ្យធ្វើតាមនាងមានឱកាសឆ្លៀតបន្លំអីតិចតួចហើយសម្រាប់កញ្ញាមុខតកដូចជាអ្នកមីងលួវិញគឺមិនអាចប្រើវិធីសាស្ត្រចាស់បានឡើយត្រៀមកំពីគុណញ៉ែរួចរាល់វាក៏ដើរទៅជួបជាមួយអ្នកមីងលួផ្លេតតែនាងអត់និយាយច្រើនទេប្រាប់ឲ្យឈូសៀវបោះបង់ទៅនាងគឺគ្មានថ្ងៃទៅស្រឡាញ់នរណាគេម្នាក់ឡើយជាពិសេសគឺមនុស្សដូចជាឈូសៀវនឹងហ្មងលឺចឹងឈូសៀវក៏សម្ដែងធ្វើដូចជាអត់ខ្វល់អីសោះចាញ់ក៏ចាញ់ទៅអ្នកមីងលួយយីឯងគិតថាខ្ញុំខ្វល់ពីវត្ថុទឹកនឹងមែនលឺភ្លាមនាងក៏ចាប់អារម្មណ៍ភ្លេតសួរបញ្ជាក់បើសិនជាឯងចាញ់ចែកចាយអាវស្វាយរបស់ឯងគឺមិនអាចចេញមុខខាងក្រៅដល់ទៅមួយខែណោះឈូសៀវនៅតែធ្វើទឹកមុខដដែលក្នុងកសែភ្នែករបស់ខ្ញុំអ្នកមីងលួឯងជាមួយចែកចាយឈិងឈីគ្មានអីខុសគ្នានោះទេហើយបើទោះបីជាចាញ់ការភ្នើក៏ដោយលទ្ធផលគឺគ្រាន់តែត្រូវបានសេលរយៈពេលមួយខែប៉ុណ្ណោះវាគ្មានគ្រោះថ្នាក់អីផងហើយការពិតទៅអ្នកមីងលួយីខ្ញុំក៏គ្មានថ្ងៃស្រឡាញ់អ្នកមីងឯងដែរឬហើយនាងក៏ឆ្ងល់ភ្លេតឈូសៀវបន្តទោះបីជាអ្នកមីងឯងស្អាតហើយខ្លាំងទៀតជាថែបរបស់ប្រុសគ្រប់គ្នាក៏ដោយប៉ុន្តែខ្ញុំថាអត់ស្រឡាញ់គឺអត់ស្រឡាញ់ហីឬភ្លាមនាងក៏មុំមកភ្លេតចោយយកមួយនោះឯងនិយាយគ្នាជាមួយកញ្ញាអាវស្វាយថាចូលចិត្តនាងខ្លាំងណាស់វាមិនវិញឃើញប្រតិកម្មរបស់នាងភ្លាមឈូសៀវក៏ដឹងភ្លេតថាចូលសងអីវើយចូលសងអីនឹងគ្រាន់តែជាវិធីសាស្ត្រលេងផ្លូវចិត្តរបស់វាប៉ុណ្ណោះគេធ្វើអញ្ចឹងទៅប្រកាសជាធ្វើនាងមានអារម្មណ៍ថាអន់យ៉ាងយ៉ាប៉ែអាវពើស្វាយនឹងហ្មងព្រោះពួកគេមានរាងកាយតែមួយតែឈូសៀវគឺស្រឡាញ់តែកញ្ញាអាវស្វាយដោយការសង្ស័យមែននាងក៏សួរពីមូលហេតុឈូសៀវក៏បន្តសម្ដែងចែកចាយឯងសួរអញ្ចឹងអីអញ្ចឹងខ្ញុំប្រាប់ក៏បានដែរគឺដោយសារតែនាងស្អាតហើយខ្លាំងទៀតនិយាយរួមគឺថាបើខ្ញុំហ្មងអ្នកមីងលួក៏សួរទាំងមុំមកចុយអញជាមួយនាងគឺមានរាងកាយតែមួយតើហើយមិនបានជាឯងស្រឡាញ់តែនាងអញ្ចឹងចុយឯងចង់ប្រាប់បាច់ញ៉ែឲ្យអញចំណែនមែនត្រូវនាងចាប់បានឈូសៀវក៏ធ្វើទឹកមុខស្អុយយប៉ែនេះអីក៏ឆ្លាតម៉េចមិនកើតទេយ៉ាងណាក៏ដោយក៏ត្រូវតែបថុយដល់ទីបញ្ចប់ដែរសម្ដែងស្ងាត់ធ្វើជាធុញអ្នកមីងឯងចង់គិតមិនក៏គិតទៅបែបនេះអ្នកមីងលួយជីក៏កាន់តែមុំមកបដ យចុំតែទូអញពិតជាអន់ជាងយប៉ែអាវស្វាយនឹងមែនព្យាយាមទៅហៅឈូសៀវសួរឲ្យដឹងសាច់រឿងតែប្រកាច់នឹងនៅតែសម្ដែងអត់ខ្វល់នាងបន្តហៅហេហេពីបិមាត់វាបែរជាទៅចាប់ដៃនាងទីមុខដោយឲ្យថាខ្ញុំមិនមែនឈ្មោះតាហេទេស្ដីឲ្យរួចក៏ដើរត្រឡប់ទៅវិញទាំងអត់ខ្វល់ធ្វើឲ្យអ្នកមីងលួយជីនឹងគឺមុខឡើងខ្មៅសម្លត់ឲ្យឈូសៀវឈប់បែបនេះឈូសៀវក៏សួរថាអ្នកមីងឯងធ្វើអញ្ចឹងវាដូចជារាំងលើហីការផ្នើជាមួយចែកចាយលួខ្ញុំបានបោះបង់ហើយតើខ្ញុំគ្រាន់តែចង់ត្រឡប់ទៅវិញដើម្បីហ្វឹកហាត់នឹងអត់កើតដែរមែនតែអ្នកមីងលួគឺអត់ខ្វល់ទេចាប់អូសដៃគេទៅជាមួយហើយសួរថាមេឯងចង់ធ្វើអញអៀនក្រហមមុខទីអីឥឡូវដើរតាមមីងមកឈូសៀវក៏ឲ្យមេ
ដៃមួយភ្លេតតើប៉ុណ្ណេះជួយចៃជំហានទី1បាទគ្នាយើងអាចសាកមើលបាននឹងហើយមនុស្សស្រីខ្លះចូលចិត្តអាការ ignore នឹងដែរកាត់មកមើលអ្នកគ្រូវិញម្ដងនាងកំពុងតាមរកឈូសៀវដល់បន្ទប់ហើយក៏ចម្លែកក្នុងចិត្តព្រោះដងឲ្យតែនាងមកដល់ភ្លាមវាដឹងតាមរយៈតាក់ភ្លេតតែលើបាត់ស្មៅឈឹងតែក៏អត់ស្ងាត់ដែរព្រោះមានយីយីម្នាក់ទៀតមករយៈតាក់ជំនួសអញ្ចឹងនាងក៏សួរយីយីបដ យថាគ្រូរបស់មុនឯងទៅណាយីយីនៅក្មេងនោះទេប៉ុន្តែឆ្លាតមែនទែនក៏ហៅថាអ្នកគ្រូរបស់ខ្ញុំគឺទៅខាងក្រៅបាត់ហើយការពិតទៅគឺនាងបានដឹងថាឈូសៀវកំពុងតែនៅជាមួយអ្នកមីងលួតែមិនបានប្រាប់ការពិតឡើយព្រោះដឹងថាអ្នកគ្រូគឺអាចនឹងខឹងអ្នកគ្រូក៏បន្តសួរទៀតថាមានដឹងអាផ្កាច់នឹងទៅណាអត់យីយីទោះបីជាដឹងក៏អត់ប្រាប់ដែរឆ្លើយថាអូនអត់ដឹងនោះទេអ្នកគ្រូអត់ចាប់អារម្មណ៍អីឡើយនិយាយក្នុងចិត្តទាំងលួយថាអត់នៅអត់ទៅអញមិនបានមករកវាផងរួចសួរយីយីអំពីអ្នកមីងលួវិញម្ដងយីយីក៏ព្យាយាមកុហកថាអ្នកមីងលួក៏ចេញទៅខាងក្រៅដែរបែបនេះអ្នកគ្រូសង្ស័យបដ យចុំអ្នកទាំងពីរចេញទៅខាងក្រៅមួយគ្នាមែនអត់ទេពួកគេចេញទៅពេលផ្សេងគ្នាតែមកមើលអ្នកមីងលួវិញនាងក៏នាំឈូសៀវមកដល់ទីក្រុងមួយឯឈូសៀវគឺប៉ិនដល់កឯងសំដីស្ងាផងអីផងឡើងធុញធ្វើឲ្យអ្នកមីងលួគឺឆ្ងល់ជាខ្លាំងចុយឲ្យដល់ថ្នាក់នឹងផងមិនអត់ចិត្តក៏ទៅបញ្ជាឈូសៀវឲ្យអបនាងឈូសៀវចង់សម្ដែងធ្វើលឺហើយថ្លង់មែនមីងនិយាយថាឲ្យអបមីងលឿនមកតែឈូសៀវនៅតែវៃរឹកអ្នកមីងណាមនុស្សស្រីនិងមនុស្សប្រុសអត់អាចធ្វើអញ្ចឹងបានទេណាលឺហើយគឺកាន់តែមូម៉ៅចុយឲ្យខ្ពើមអញទៅថ្នាក់នឹងផងបែបនេះក៏គម្រាមឈូសៀវថាកុំឲ្យធ្វើតេស្តការអត់ធ្មត់បនាងឲ្យសោះយីបដាក៏ចាប់ដៃឈូសៀវដាក់លើចង្កេះបនាងបណ្ដើតែវានៅតែនិយាយយ៉ាងលយថាអ្នកមីងឯងធ្វើអញ្ចឹងទោះបីជាបានរាងកាយរបស់ខ្ញុំក៏ដោយក៏មិនបានចិត្តរបស់ខ្ញុំដែរលឺភ្លាមនាងមួមកថែមហើយនៅនិយាយពីឥតប្រយោជន៍អញ្ចឹងទៀតប្រយ័ត្នតែអញដាក់បណ្ដាសាឲ្យមកជីវិតនេះប៉ះស្រីលេងកើតទៅវិញឈូសៀវបញ្ញាប់បិទមាត់ភ្លេតដឹងថាជាបែកនេះពិតជាប្រៃផ្សៃមីនស្រាប់ពេលក៏មាននៅប្រូ3នាក់កំពុងតែធ្វើដំណើរក្នុងទីក្រុងមួយនេះគោលបំណងទៅសុំជួបជាមួយអ្នកខ្លាំងកម្រិតពាក់កណ្ដាល Emperor ដែលជាអ្នកមីងលួយជីព្រោះបានដំណឹងថានាងមកកាន់ទីក្រុងមួយនឹងណាហើយចៃដនក៏ដើរទៅជួបជាមួយពួកគេល្មមតែឃើញពីសកម្មភាពរបស់អ្នកទាំងពីរហើយក៏នឹមគ្នាឆ្ងល់ចុំហើយកញ្ញានឹងមែនដែលជាអ្នកខ្លាំងកម្រិតពាក់កណ្ដាល Emperor ពីនិតមើលច្បាស់ក៏ដឹងថានឹងហើយមុខមើលរបស់នាងដូចគ្នាបែបបិទជាមួយកំណត់ត្រាបុរាណបែបនេះក៏អត់ហ៊ានទៅរំខានទេព្រោះមើលសកម្មភាពអ្នកទាំងពីរនឹងកំពុងតែញ៉ៃគ្នាអាខ្លះក៏អយបល់ពេលដែលពួកអដៃឯងត្រឡប់ទៅវិញផ្ដែផ្ដាំប្រាប់កូនចៅផងវិញកុំទៅមានរឿងជាមួយលបងឈូសៀវឯសោះអាកើតមួយនឹងសំបីតែអ្នកខ្លាំងកម្រិតពាក់កណ្ដាល Emperor ក៏ញ៉ៃបានដែរប៉ុន្តែពីដើរលេងឡើងមួយថ្ងៃហើយពួកគេក៏ទៅសម្រាកនៅកន្លែងមួយហើយនាងអត់ផ្លេចទេបាទរឿងលិតក៏ក្រាបនឹងហើយឃើញថាមេចិត្តយប់ក៏សួរទៅកាន់ឈូសៀវចិត្តចាញ់នៅការផ្នើអញ្ចឹងគេមានបារម្ភអីមិនតិចទេអីវាក៏នៅតែតបថាខ្វល់អញ្ចឹងហើយទោះបីជាខ្ញុំចង់ធ្វើឲ្យចចាឯងអៀនអីនឹងក៏មិនធ្វើវាដើម្បីតែការផ្នើដែរធ្វើអញ្ចឹងប្រៀបដូចជាមិនឲ្យតម្លៃចចាឯងទៅសោះមនុស្សដូចជាខ្ញុំគឺមានចំណុចអវិជ្ជមានច្រើនប៉ុន្តែចំណុចវិជ្ជមានមួយនោះគឺឲ្យតម្លៃមនុស្សស្រីនឹងហ្មងអ្នកមីងបន្តសួរហើយបើបរាជ័យអញ្ចឹងឯងមានផែនការអីទៀតអត់អាយ៉ាខ្ញុំមិនមែនថេណាផងនឹងគឺគ្មានវិធីសាស្ត្រដែលអាចឲ្យមនុស្សស្រីក្នុងលោកមកស្រឡាញ់ខ្ញុំតាមអ្នកបានទេណាមួយគោលបំណងរបស់ខ្ញុំគឺវឹកហាត់ឲ្យកាន់តែខ្លាំងដំណាក់កាលកាន់តែខ្ពស់មានជីវិតអមតៈឯមនុស្សស្រីវិញណាគ្រាន់តែជាគោលបំណងទី2ប៉ុណ្ណោះអ្នកមីងលូឯងគឺវឹកហាត់នៅដោដែលគ្មានមនោសញ្ចេតនាឯចចៃលូវិញគឺវឹកហាត់នៅដោដែលមានសេរីភាពតែអ្នកមីងឯងដែលធ្លាប់បានគិតពីរឿងមួយអត់នៅក្នុងលោកមួយនេះគ្រប់យ៉ាងគឺបង្កើតគ្នាទៅវិញទៅមកមានញីមានឈ្មោលមានប្រុសមានស្រីហើយអ្នកមីងលូយីឯងជាមួយចចៃលូក៏មិនខុសពីនឹងប្រមាណដែរម្នាក់វឹកហាត់វិជ្ជាគុណវិជ្ជមានម្នាក់ទៀតវឹកហាត់វិជ្ជាគុណអវិជ្ជមានបើតាមការទាយរបស់ខ្ញុំអ្នកមីងឯងចង់វឹកហាត់នៅដោរបស់ខ្លួនឲ្យបានសម្រេចគឺត្រូវតែរៀនពីចចៃលូជាពិសេសរៀនមានស្នេហាហើយចចៃលូក៏រៀនពីចចៃឯងបន្ទាប់មកអ្នកទាំងពីររួមបញ្ចូលគ្នាស្រួលក៏វឹកហាត់នៅដោរបស់ខ្លួនបានសម្រេចខ្លាចជា Emperor ក៏ថាបានឮព្រាមនាងចាប់អារម្មណ៍ភ្លេតមើលតែទឹកមុខឈូសៀវក៏ដឹងដែរថាចូលសងមែនទេនៃសូម្បីតែ system ក៏ចេញមុខសរសើរល្បិចរបស់គេនឹងពិតជាឆ្លាតមែនហើយនាងក៏មកសួរគេភ្លេតថាឲ្យនាងត្រូវសហការបៀបម៉េចទៀផតឈូសៀវគឺអាចសប្បាយចិត្តបានហើយពេលនេះយីរួមអត់ងាយស្រួលទេបាទត្រឹមបោកនាងបានហើយវាឲ្យយោបល់មួយថាចចៃឯងគួរតែប្រកួតអវត្ថុទឹកនឹងខ្ញុំសិនមកដើម្បីកុំឲ្យចចៃឯងគិតថាខ្ញុំញ៉ៃដើម្បីតែវាដល់ក៏មកអាប្រកាច់នឹងក្នុងចិត្តក៏គិតថាព្រួយមួយបាញ់បានចាប់3តែម្ដងបានទាំងវត្ថុទឹកបានទាំងអ្នកមីងលួយយីហើយបានទាំងចចៃលួទៀតឯអ្នកមីងលួវិញក៏យល់ស្របជាមួយពាក្យសម្ដីរបស់ឈូសៀវទាំងស្រុងបើសិនជាមិនធ្លាប់មានស្នេហានោះទេធ្វើម៉េចទើបអាចកាត់ផ្ដាច់មនោសញ្ចេតនាហ្វឹកហាត់ដោដែលគ្មានមនោសញ្ចេតនាបានហើយសួរបញ្ជាក់ឈូសៀវថាគេពិតជាអាចធ្វើនាងទទួលបទពិសោធន៍មានស្នេហាមែនក៏អីវាក៏ធានាមិនបាច់ភ័យទេមីងរឿងមួយនេះជឿជាក់លើខ្ញុំទៅចុះឬហើយអ្នកមីងនឹងក៏គិតថាសមហេតុផលព្រោះសូម្បីតែមនុស្សស្រីដូចជាមេបៈថៃស៊ូក៏ឥឡូវនេះអាចទៅញ៉ៃបានដែរអញ្ចឹងប្រកាសជាវាមានសមត្ថភាពពិសេសអីមួយមិនខានយល់ព្រមហើយក៏សម្រាប់អញ្ចឹងទៅបកលនៅវត្ថុទើបឲ្យឈូសៀវឯចចៃលោវិញចេញមកខាងក្រៅអត់ខិតគឺមួមកជាមួយឈូសៀវមែនទែនហ៊ានមកបោកយកវត្ថុទើបបាននាងផងហើយនាងក៏សួរទៅថាគេចង់ធ្វើអីខ្លះឈូសៀវក៏ប្រាប់ទុកមុនភ្លេតថាគេអាចនឹងប៉ះពាល់រាងកាយនាងមួយចំនួនអញ្ចឹងអ្នកមីងឯងត្រូវតែសន្យាថាកុំវាយខ្ញុំឲ្យសោះនឹងហើយព្រោះខ្លាចនាងច្រឡំដាក់ម្ដាយនឹងវាដឹងទៅងឹបហ្មងដើម្បីភ្លក់រសជាតិស្នេហាអ្នកមីងលួក៏អូខេទៅតែក៏ហាមផងដែរកុំឲ្យគេលើសខ្លាំងពេកមិនអញ្ចឹងនាងក៏មិនហ៊ានធានាឡើយឬហើយ
ហើយឈូសៀវឆ្ងល់បដ ឲ្យចំទង្វើលើមិនអ្នកមីងអីនិយាយអញ្ចឹងធ្វើខ្ញុំដូចជាពិបាកដល់អីនេះមិនយកវត្ថុទឹកនឹងទៅវិញទៅដឹងអី